ឥឡូវនេះយើងបន្តនិយាយអំពី present continuous ហើយនិង present simple ដែលយើងសិក្សាចំបល់បញ្ចូលគ្នាតែម្ដងកាលទាំងពីរនេះសំខាន់ខ្លាំងណាស់ក្នុងការរៀនភាសាអង់គ្លេសបើមិនចេះកាលទាំងពីរនេះច្បាស់ទេការប្រើប្រាស់ភាសាអង់គ្លេសរបស់យើងមានកម្រិតពិបាកឥឡូវយើងបន្តប្រៀបធៀប present continuous និង present simple បន្តទៀតអញ្ចឹងមេរៀនមុនយើងបានសិក្សាអំពីលក្ខណៈរបស់ present continuous ដែលសិក្សាដែលប្រើនៅក្នុងស្ថានភាពដែលកំពុងបន្តអ្វីដែលកំពុងកើតឡើងក្នុងខណៈនេះបច្ចុប្បន្ននេះចំណែក present simple សិក្សាយើងប្រើវាសម្រាប់អ្វីដែលជាទូទៅជាការពិតទូទៅឬក៏អ្វីដែលកើតឡើងជាទៀងទាត់ដដែលឥឡូវយើងមើលចំណុចបន្តទៀតគឺថា we use present continuous forms for actions and happenings that have started but not finished នឹងជាចំណុចសំខាន់សកម្មភាពទាំងឡាយណាឬព្រឹត្តិការណ៍ទាំងឡាយណាដែលចាប់ផ្ដើមកើតឡើងហើយប៉ុន្តែមិនទាន់ចប់ទេនឹងហើយជាលក្ខណៈរបស់ continuous tense ហ្នឹងប៉ុន្តែចំពោះកិរិយាសព្ទមួយចំនួន some verbs are not normally used in this way អញ្ចឹងយើងពាក្យមួយចំនួនគឺវាជា state verb គឺជា non action verb យើងមិនអាចប្រើ continuous tense បានទេ we don't say I'm knowing they are liking គ្នាទាំងអស់នេះយើងប្រើមិនកើតទេប៉ុន្តែយើងថា យើងថា I know they like ជាដើមកិរិយាសព្ទសំខាន់ដែលយើងមិនអាចប្រើនៅក្នុង continuous tense នឹងបាន present continuous បានដូចជា like ចូលចិត្តហ្នឹង want ចង់ need ត្រូវការ prefer ជាដើមហ្នឹង know realize understand recognize believe suppose remember mean belong fit contain consist sim ចឹងពាក្យទាំងអស់នេះគឺជា non action verb ជាកិរិយាសព្ទដែលគ្មានសកម្មភាពឬក៏សៀវភៅវេយ្យាករណ៍ខ្លះហៅថា state verb គឺជាកិរិយាសព្ទដែរប៉ុន្តែវាមិនមានសកម្មភាពយើងឧទាហរណ៍ដូចជាពាក្យថាចេះ know ឬក៏ស្គាល់នរណាម្នាក់អញ្ចឹងបើយើងថាយើងចេះអង់គ្លេសអញ្ចឹងបើយើងនិយាយជាខ្មែរថាខ្ញុំកំពុងចេះអង់គ្លេសយើងហាក់ដូចជាស្ដាប់គ្នាបានតែចំពោះជនជាតិអង់គ្លេសផ្ទាល់បើយើងថាខ្ញុំកំពុងចេះអង់គ្លេសមានន័យថាជារឿងបណ្ដោះអាសន្នកើតឡើងមួយរយៈដែលកំពុងកើតនឹងហើយក៏ហួសបាត់ទៅដូច្នេះបើយើងថាខ្ញុំកំពុងចេះអង់គ្លេសមានន័យថាស្អែកនេះយើងឈប់ចេះអង់គ្លេសវិញឬក៏មួយរយៈក្រោយទៅទៀតនឹងឈប់ចេះអង់គ្លេសទៅវិញគឺស្ថានភាពយើងមិនទម្លាប់ប្រើ continuous ទេព្រោះវាច្រើនតែជារបស់ដែលបង្ហាញអំពីស្ថានភាពលក្ខណៈអីមួយឥឡូវយើងមើលឧទាហរណ៍បន្ត I'm hungry I want something to eat ខ្ញុំហេវហើយខ្ញុំចង់ញ៉ាំអ្វីមួយយ៉ាងអញ្ចឹងយើងប្រើទោះបីជាអត្ថន័យយើងកំពុងសួរបច្ចុប្បន្នកំពុងតែនិយាយអំពីស្ថានភាពបច្ចុប្បន្នមែនខណៈនេះមែនប៉ុន្តែយើងប្រើ present simple I want something to eat ខ្ញុំចង់ញ៉ាំអីមួយយ៉ាងមិនមែនខ្ញុំកំពុងចង់ទេគឺចង់ហ្នឹងគឺជាស្ថានភាពនៃសេចក្តីត្រូវការរបស់យើងការចង់បានសំណួរថា do you understand what I mean តើអ្នកយល់ពីអ្វីដែលខ្ញុំនិយាយទេអញ្ចឹងគឺជាស្ថានភាពជាសកម្មភាពដែរយល់ប៉ុន្តែយើងប្រើ present continuous សំទោស present simple do you understand what I mean យើងអត់ប្រើ continuous tense ទេ Anna doesn't seem very happy right now Anna ហាក់ដូចជាមិនរីករាយសោះថ្ងៃនេះឥឡូវនេះអញ្ចឹងពាក្យ sim ហ្នឹងក៏ដូចគ្នាពាក្យ sim ហ្នឹងដូចគ្នាដែរយើងមើលទៅហាក់ដូចជាគឺយើងមើលស្ថានភាពរបស់ Anna ទៅសម្លឹងមើលទឹកមុខមើលអីផ្សេងទៅស្ថានភាពរបស់គាត់លក្ខណៈរបស់គាត់ហ្នឹងគឺមិនរីករាយដូចជាកាត់ទុករឿងអីមួយហ្នឹងគឺជា state verb ជា non action verb ដែលយើងមិនអាចប្រើ continuous tense ទេយើងប្រើ present simple ទោះបីជាយើងកំពុងនិយាយអំពីស្ថានភាពឥឡូវនេះក៏ដោយតមកទៀតយើងឃើញពាក្យសំខាន់មួយដែរដែលយើងប្រើជាប្រចាំថ្ងៃកម្រជៀសផុតគឺពាក្យថា think ដែលមានន័យពីរនៅក្នុងនេះ think ពេលខ្លះមានន័យថាជឿយ៉ាងនេះឬក៏មានយោបល់ថាយ៉ាងនោះឬក៏ think មានន័យថាពិចារណាគិតគូរអំពីអ្វីមួយអញ្ចឹងពាក្យ think មានជួនកាលវាជា non action verb ជួនកាលវាជា action verb ដែរជួនកាលយើងប្រើវាក្នុងន័យ continuous ពាក្យ think ហ្នឹងយើងអាចប្រើនៅក្នុង continuous tense ក៏បានប្រើនៅក្នុង present simple ក៏បានយើងមើលអត្ថន័យពីរហ្នឹងហើយតម្រង់ទាំងពីរ One think means believe or have an opinion we do not use the continuous បើសិនជាពាក្យ think ហ្នឹងមានន័យថាជឿ believe ហ្នឹងឬក៏យល់ថាយ៉ាងនេះមានយោបល់ថាយ៉ាងនេះគឺយើងមិនអាចប្រើនៅក្នុង continuous tense ទេដូចជាថា I think Mary is Canadian but I'm not sure ខ្ញុំជឿថា Mary ជាជនជាតិកាណាដាតែខ្ញុំមិនប្រកាសទេអញ្ចឹងក្នុងគណៈនេះ think មានន័យថា believe ជឿថាយ៉ាងហ្នឹងគឺក្នុងគណៈពេលហ្នឹងយើងមិនយកពាក្យ think ហ្នឹងមកប្រើក្នុង continuous tense ទេប្រយោគបន្ទាប់ What do you think of my idea គំនិតខ្ញុំហ្នឹងល្អឬមិនល្អ
អ្នកឯងយល់យ៉ាងណាដែរតើយោបល់របស់ឯងចំពោះគំនិតខ្ញុំនោះថាយ៉ាងណាដែរយោបល់ខ្ញុំនឹងត្រូវទេខុសទេល្អឬមិនល្អចំពោះ think មានកលៈទេសៈមួយទៀតគឺមានន័យថា consider ពិចារណាថាយ៉ាងនេះយ៉ាងនោះអញ្ចឹងយើងអាចប្រើនៅក្នុង present continuous បានដូចជាថា I'm thinking about what happened ខ្ញុំកំពុងគិតដល់រឿងដែលបានកើតឡើងរួចទៅហើយនោះ I often think about it អញ្ចឹង I'm thinking about what happened គឺខ្ញុំកំពុងគិតដល់នោះយើងអង្គុយសញ្ជប់សញ្ជឹងម្នាក់ឯងកំពុងអង្គុយគិតរឿងហ្នឹង I often think about it ខ្ញុំទម្លាប់គិតពីរឿងហ្នឹងជាញឹកញាប់ណាស់ Nikki is thinking of giving up her job Nikki កំពុងពិចារណាចង់ឈប់ពីការងាររបស់នាងការងារនោះរឿងពិបាកទៅមនុស្សធ្វើការជាមួយក៏ពិបាកមានឧបសគ្គច្រើនឬក៏មិនសូវរីកចម្រើនឬយ៉ាងណា Nikki is thinking of giving up her job នាងកំពុងពិចារណាហើយកំពុងពិចារណាលើនេះថានឹងឈប់ឬមិនឈប់អញ្ចឹង think មានន័យពីរហ្នឹងតើតើនឹងពាក្យមួយចំនួនទៀតដែលយើងប្រើញឹកញាប់នៅក្នុងជីវភាពប្រចាំថ្ងៃដែរដូចជា see មើលឃើញស្ដាប់ឮធំក្លិនឬក៏ taste ភ្លក់រសជាតិមើលឬក៏ប៉ះពាល់មានអារម្មណ៍ថាយ៉ាងនេះយ៉ាងនោះវិញ្ញាណទាំង6របស់យើងហ្នឹង We normally use the present simple with see hear smell taste ទាំងអស់ហ្នឹងគឺយើងប្រើ present simple ចំពោះកិរិយាសព្ទទាំង6ដែលតកតងនឹងវិញ្ញាណទាំង6របស់យើង Do you see that man over there មានមើលឃើញបុគ្គលម្នាក់នោះទេនៅទៅនោះទេ The room smells let's open a window មានក្លិននៅក្នុងបន្ទប់ធំក្លិននៅបន្ទប់តោះបើកបង្អួចមួយទៅដើម្បីបាត់ធំក្លិន This soup doesn't taste very good អញ្ចឹងសម្លនេះស៊ុបនេះมันមានរសជាតិឆ្ងាញ់ទេអញ្ចឹងទោះបីជាយើងកំពុងនិយាយអំពីគណៈនេះក៏ដោយក៏យើងប្រើ present simple ចំពោះ sense ទាំងអស់នេះកិរិយាសព្ទទាំងអស់នេះបន្តមកទៀត You can use the present simple or continuous to say how somebody looks or feels now ក្នុងគណៈនេះដែរយើងមិនយើងថា look ហើយនឹង feel ហ្នឹងភាគច្រើនយើងប្រើនៅក្នុង present simple ប៉ុន្តែជួនកាលក៏យើងប្រើនៅក្នុង present continuous បានដែរវាត្រូវដូចគ្នាយើងថា You look well today ស្លឹងមើលទៅឯងទៅឃើញដូចជាស្រស់បោះប្រំប្រៃអញ្ចឹងមើលទៅហាក់ដូចជាសុខភាពល្អមើលទៅដូចជាល្អ You're looking well today យើងនិយាយបែបហ្នឹងក៏បានថាមើលទៅឯងហាក់ដូចជាកំពុងតែមានលក្ខណៈហ្នឹងមើលទៅស្ថានភាពពេលហ្នឹងគឺកំពុងតែប្រព្រឹត្តទៅយ៉ាងហ្នឹងគឺហាក់ដូចជាស្រស់បំព្រងស្រស់បោះសុខភាពល្អ How do you feel now យើងសួរបែបនេះក៏បានតើឯងមានអារម្មណ៍យ៉ាងណាដែរឥឡូវនេះឬក៏ថា How are you feeling now តើឯងកំពុងតែមានអារម្មណ៍យ៉ាងម៉េចដែរឥឡូវនេះយើងប្រើបានទាំងពីរចំពោះ look ហើយនិង feel អញ្ចឹងអត់បញ្ហាទេប៉ុន្តែពាក្យផ្សេងទៀតដូចជា see hear smell taste យើងប្រើតែ present simple ទេយើងសង្កេតមើលកន្លែងនេះផង feel ដូចគ្នាប៉ុន្តែចំពោះអ្វីដែលទូទៅជារៀងរាល់ថ្ងៃដដែល I usually feel tired in the morning ឲ្យតែព្រឹកឡើងគឺល្ងុយអស់កម្លាំងឲ្យតែព្រឹកឡើងគឺល្ងុយអស់កម្លាំងជាទូទៅមានព្រឹកខ្លះយើងមិនសូវល្ងុយយើងមានកម្លាំងដែរប៉ុន្តែភាគច្រើនគឺយើងអស់កម្លាំងយើងងុយអញ្ចឹងស្ថានភាពបែបហ្នឹងគឺ present simple ទេព្រោះវាជាស្ថានភាពដែលទូទៅប៉ុន្តែយើងមើលប្រយោគខាងលើអត្ថន័យខុសគ្នាប្រយោគខាងលើថា How do you feel now គឺចង់សួរពីអារម្មណ៍ពេលឥឡូវ How are you feeling now តើអារម្មណ៍ឯងពេលនេះកំពុងមានអារម្មណ៍មិនដែរអញ្ចឹងខុសគ្នាចំពោះ I usually feel tired in the morning គឺជាអ្វីដែលជាសកម្មភាពកើតឡើងដដែលប៉ុន្តែប្រយោគខាងលើថា How are you feeling ឬក៏ How do you feel now ហ្នឹងគឺបច្ចុប្បន្នខណៈនេះអញ្ចឹងប្រយោគទាំង3ហ្នឹងខុសគ្នាពីរខាងលើគឺមានន័យដូចគ្នាតែមួយខាងក្រោមមានន័យខុសគេចំពោះ am is are បូកនឹង being វិញគឺយើងប្រើនៅក្នុងស្ថានភាពបណ្ដោះអាសន្នក្នុងខណៈនេះដែរប៉ុន្តែពាក្យសំខាន់គឺថាយើងប្រើ clear ប្រយោគទាំងអស់ហ្នឹងដើម្បីនិយាយអំពីអាកប្បកិរិយានៃបុគ្គលណាម្នាក់កំពុងតែមានស្ថានភាពបែបហ្នឹងបណ្ដោះអាសន្នឬក៏ប្លែកពីធម្មតាដូចជាថា I can't understand why he's being so selfish ខ្ញុំមិនយល់ទេហេតុអីបានគាត់នឹងកំពុងតែមើលទៅប្រព្រឹត្តឬក៏មានលក្ខណៈអាត្មានិយមគំរិះយ៉ាងហ្នឹង He isn't usually like that គាត់មិនមែនអញ្ចឹងសោះពីដើមមកអញ្ចឹងពេលនេះគឺគាត់កំពុងតែមានអាកប្បកិរិយាគំរិះឬក៏អាត្មានិយមក្នុងស្ថានភាពនេះក្នុងពេលនេះប៉ុន្តែពីដើមមកជាចរិតលក្ខណៈគាត់ពីដើមមិនអញ្ចឹងទេតែក្នុងពេលឥឡូវនេះគឺយើងកំពុងតែនិយាយហ្នឹងគឺគាត់កំពុងតែមានលក្ខណៈអញ្ចឹងThe path is icy ផ្លូវស្ទើរតែកក Don't slip ប្រយ័ត្នល្អិល
ទៅម្នាក់ទៀតឆ្លើយថា Don't worry កុំបារម្ភពីខ្ញុំអី I'm being very careful now ខ្ញុំកំពុងតែប្រយ័ត្នណាស់ឥឡូវនេះដើរមួយយឺតធ្វើម៉េចមិនល្អអញ្ចឹងយើងកំពុងតែប្រយ័ត្នក្នុងស្ថានភាពដែលយើងកំពុងប្រព្រឹត្តឥឡូវនេះហ្នឹងគឺយើងប្រើ am is are បូកនឹង being នឹងបានយើងប្រៀបធៀបបន្តទៅខាងក្រោម He never thinks about other people គាត់មិនដែលគិតគូរដល់អ្នកដទៃសោះ He is very selfish ជាមនុស្សអាត្មានិយមអញ្ចឹងក្នុងស្ថានភាពនេះប្រយោគដែលថា He is very selfish គឺជាចរិតលក្ខណៈទូទៅរបស់គាត់តែងតែអាត្មានិយមអញ្ចឹងប៉ុន្តែបើយើងថា I don't like to take risk I'm a very careful person ក៏ដូចគ្នាដែរគឺចរិតលក្ខណៈយើងជាមនុស្សដែលប្រយ័ត្នប្រយែងខុសពីប្រយោគពីលើដូចខាងលើថា I can't understand why he is being so selfish he isn't usually like that ចរិតលក្ខណៈគាត់ពីដើមមកមិនកម្រិះចឹងទេមិនអាត្មានិយមចឹងតែឥឡូវនេះគាត់កំពុងតែអាត្មានិយមដូច្នេះប្រយោគពីរនេះខុសគ្នាមួយនេះគឺយើងប្រើ present simple ដែលនិយាយអំពីលក្ខណៈជាទូទៅចរិតលក្ខណៈបុគ្គលតាំងពីដើមមកអញ្ចឹងតែបើ am is are បូក being ហ្នឹងគឺតែបច្ចុប្បន្នទេបន្តមកទៀត we use am is are being ហ្នឹង to say how a person is behaving អញ្ចឹងពយល់ខាងលើរួចទៅហើយគឺចំណុចសំខាន់គឺមានពាក្យថា can control គឺសកម្មភាពអកប្បកិរិយាដែលគាត់ធ្វើប្រព្រឹត្តហ្នឹងប៉ុន្តែស្ថានភាពខ្លះយើងមិនប្រើទេមិនប្រើស្ថានភាពប្រើរូបមន្តហ្នឹងឬក៏ structure ហ្នឹងអត់បានទេដូចជាថា Sam is ill ឥឡូវនេះ Sam ឈឺហើយអញ្ចឹងយើងអត់ថា Sam is being ill ទេពីព្រោះវាមិនមែនជាអ្វីដែលគាត់ធ្វើទេគឺជំងឺអ្នកធ្វើគឺគាត់មិនមែនប្រព្រឹត្តទេគឺគាត់ឈឺគាត់មិនមែនបើដូចថាគាត់កំពុងតែធ្វើចិត្តកំណាញ់បង្ងើយកតើដាក់គេមិនខ្វល់ពីគេអាហ្នឹងជាទង្វើគាត់ប៉ុន្តែឈឺគឺជាធម្មជាតិដែលបង្កើតឡើងគឺមិនមែននៅក្នុងការគ្រប់គ្រងរបស់គាត់ទេគាត់មិនអាច control បានទេពាក្យកន្លឹះនៅកន្លែងហ្នឹងអញ្ចឹងស្ថានភាពនេះយើងប្រើ present simple ធម្មតាដូចគ្នាដែរ are you tired ក៏ន័យដូចគ្នាតើឯងហត់ទេអញ្ចឹងយើងអត់សួរថា are you being tired កុំសួរអញ្ចឹងពីព្រោះវាមិនមែនជាអាកប្បកិរិយាដែលគាត់ធ្វើទេគឺស្ថានភាពធម្មជាតិគឺគាត់ហត់ឬអត់អញ្ចឹងមេរៀនបន្តមកនេះហាក់ដូចជារៀងស្មុគស្មាញគួរសមមានការប្រៀបធៀបច្រើនរញ៉េរញ៉ៃគ្រាន់បើប៉ុន្តែបើយើងមើលមេរៀនមុនពីមេរៀនខាងដើមវាទៅជាងាយស្រួលទេហើយធម្មតាកិរិយាធម្មតាវេយ្យាករណ៍ដែលយើងផ្ទឹមគ្នាគឺយើងតែងតែមានលក្ខណៈស្មុគស្មាញគួរសមយើងនឹងស្វែងយល់មេរៀនបន្តជ្រៅទៅមុខទៀតសូមអរគុណសូមចប់ត្រឹមនេះ